បើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានគម្រោងទៅដល់ហើយអ្នកទាំងអស់គ្នាកំពុងតែស្វែងរកកន្លែងដែលស្ងប់ស្ងាត់មានព្រៃស្រស់មានពណ៌សបែបម៉ុងហ្គូលីហើយមានសត្វឲ្យយើងមើលច្រើនគ្រប់បែបសត្វដែលយើងអត់ធ្លាប់មើលពីមុនមកឬក៏ឃើញនៅក្នុង Pinterest ឬក៏នៅក្នុងសកេអីដែលយើងអត់ដែរមើលអីទេមកថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកកន្លែងមួយដែលកន្លែងហ្នឹងមានឈ្មោះថា Mongoland ជម្រាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំស៊ូគីនេះជា outfit របស់ខ្ញុំនៅថ្ងៃហ្នឹងថ្ងៃនេះខ្ញុំតែងខ្លួនបែប Mongolia ដើម្បីឲ្យស៊ីនឹងកន្លែងគេចឹងនៅដាឡានេះការដែលខ្ញុំទៅហ្នឹងគឺអាកាសធាតុត្រជាក់មែនតើអ្នកទាំងអស់គ្នាចឹងឃើញខ្ញុំពាក់សពុតចឹងទេប៉ុន្តែខ្ញុំពាក់ខោស្វិតពណ៌សាច់ហ្នឹង2ជាន់ហើយខ្ញុំពាក់ខោស្វិតពណ៌ខ្មៅ1ជាន់ដល់ពេលមើលទៅដូចខ្ញុំស្លៀកខ្លី sexy ចឹងហើយប៉ុន្តែអត់ទេអ្នកទាំងអស់គ្នាដូចពាក់ខោហើយពាក់សពុតពីលើចឹងអត់មានអីត្រូវ sexy ទេឥឡូវបែរមកនិយាយរឿងផ្ទះនីមួយវិញនៅជុំវិញកន្លែង homestay របស់ខ្ញុំមកផ្ទះសិតតែអញ្ចឹងទាំងអស់អ្នកទាំងអស់គ្នាផ្ទះភាគច្រើនគេធ្វើអត់សូវខ្ពស់ទេប៉ុន្តែធំវែងហើយមានជុំវិញទុកសល់ដីដើម្បីដាំដំណាំពីពួកខ្ញុំថតហើយពួកខ្ញុំក៏មកសម្រាប់ចិត្តញ៉ាំអីនៅកន្លែងអូមីនេះកន្លែងហ្នឹងគេហៅថាម្ហូបប៊ូសអ្នកទាំងអស់គ្នាគឺអត់មានសារជាតិសាច់អីនៅក្នុងហ្នឹងទេហើយកន្លែងហ្នឹងលក្ខណៈរៀងអនត្រេននៅក្នុង TikTok ដែរខ្ញុំឃើញរហូតឥឡូវខ្ញុំបានមកញ៉ាំឯអ្នកទាំងអស់គ្នាមិនអុយគេតំណងហើយតម្លៃវិញសូវថ្លៃទេប៉ុន្តែទោះត្រង់ថាកន្លែងហ្នឹងរៀងយឺតតិចអ្នកទាំងអស់គ្នាខ្ញុំចាំឡើងកពោះគូបមកដោយសារតែអ្នកធ្វើហ្នឹងតែម្នាក់ឯងហើយអ្នកដែលលើកម្ហូបឲ្យយើងហ្នឹងម្នាក់ចឹងក្នុងហាងគេហ្នឹងមានតែ2នាក់ឯងអ្នកទាំងអស់គ្នាពីតុកញ៉ាំវិញណាអ្នកទាំងអស់គ្នាតុកខ្ញុំបើថាខ្ញុំរាប់ដូចជាអត់ដល់4តុកឯអ្នកទាំងអស់គ្នាគឺតិចមែនតើហ្មងដូចនៅនេះអនត្រេនដែរមនុស្សមកច្រើនដែរប៉ុន្តែដូចគេរកស៊ីតាមដំណើរគេអត់បខំចង់មានបានសោះប៉ុណ្ណឹងទៅតុក4ហ្នឹងតែពេញហើយអ្នកផ្សេងមកបើចាំបានចាំទៅបើអត់ទៅចឹងរបៀបចឹងណាទាំងអស់គ្នាខ្ញុំនិយាយទៅនៅដាឡាត់ទេណាទាំងអស់គ្នាប៉ុន្តែនៅក្នុងទីក្រុងហូជីមីនអីអូយប្រកួតប្រជែងគ្នាណាស់នៅឡើយតែនិយាយរឿងហោស៊ីរបស់គេនឹងហើយឥឡូវនេះខ្ញុំកំពុងតែញ៉ាំបាយក្តាំងបំពងអ្នកនរគ្នាមានអីរសជាតិគេទៅយកបានហើយបៈមីនេះវិញគេថាឆ្ងាញ់ហ្មងខ្ញុំញ៉ាំមួយម៉ាត់ហើយគឺមួយម៉ាត់ទៀតញ៉ាំអីហើយនាំគ្នាថតរូបលេងតិចតួចបន្ទាប់មកនាំគ្នាធ្វើដំណើរទៅកាន់កន្លែងទូឯករបស់យើងនៅថ្ងៃហ្នឹងគឺ Mongolandជាអ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាលេងទន្សាយអ្នកទាំងអស់គ្នាកុំលើកពណ៌ទន្សាយដូចខ្ញុំណាដោយសារតែខ្ញុំខ្លាញ់ពេកខ្ញុំធំអត់បានខ្ញុំចង់អោបវាតែគេឲ្យអោបពេលអ្នកទាំងអស់គ្នាតែពេលទៅហ្នឹងក៏គេឲ្យក្រត់ខ្ញុំមកក្តាប់ដែរដើម្បីឲ្យចំណៃទន្សាយចឹងគឺយើងអាចឲ្យក្រត់វាទៅស៊ីបានហើយយើងអាចប៉ះក្បាលវាបានតិចអាចពណ៌បានបើតាមខ្ញុំចាំនៅពេលហ្នឹងមេឃវាកំពុងតែហូរភ្លៀងអ្នកទាំងអស់គ្នាអញ្ចឹងបើកាលណាមេឃវាភ្លៀងមកមែនតើអញ្ចឹងគេនឹងយកសัตว์ហ្នឹងទៅច្រកភ្លៀងហើយគេឲ្យត្រូវទឹកភ្លៀងហើយដោយសារសត្វទន្សាយហ្នឹងគឺចាប់ឈឺមែនតើពងតលេងទន្សាយមិនភ័យខ្ញុំនិយាយថានៅនោះមានសត្វកោតហើយកោតខ្ញុំគឺខ្ញុំចង់ឃើញមែនតើដោយសារតែខ្ញុំមើលក្នុងរឿងពួក Avenger ហើយខ្ញុំឃើញសត្វកោតហ្នឹងគឺខ្ញុំអត់ដែរឃើញសោះហើយលើកនេះខ្ញុំឃើញអស់នេះគឺតាមតែម្ដងគឺដែរឃើញគឺហត់តាមសំខាន់សត្វហ្នឹងគឺខ្ជូតណាឡើងកតដូចពពកចឹងខ្ញុំខំលាក់ថាខ្ញុំអស់ហើយណាតែវាអត់ជឿខ្ញុំឯណាទាំងអស់គ្នាគឺវាដើរតាមខ្ញុំរហូតមកវាអត់ជឿថាក្នុងកប៉ៅខ្ញុំហ្នឹងគឺអស់ក្រត់ទេសារតែស្នែងរបស់វាហ្នឹងស្រួយហើយគឺរងច្ដប់មកខ្ញុំខ្លាចតែវាចូលខ្ញុំពីក្រោយខ្នងឯពេលនោះតែអត់ទេគេខ្ជូតតែគេគាត់ទៅហកអីញ៉ាំតាប៉ុន្តែមីខ្ញុំនេះគឺថាភ័យអស់ហើយឡើងស្លេកស្លាំងហ្មងដើរតាមបើកអញអូគេស្រឡាញ់ស៊ូគីហ៎ចាំចូលហើយវាចេញដែរលើបាយអូឡយអូជូនណានេះមីហ្វាំងហ៎អូគេដាក់ញ៉ាំណូប្រូហ្វាដើមនោះដេកទៀតហើយ
đai mà សត្វមួយហ្នឹងដូចក៏រេមួយខ្ញុំខ្លាំងហ្មងអ្នកដូចមាននិស័យពេលហ្នឹងមកភេកខ្ញុំអត់ហ៊ានបញ្ចុកឯខ្ញុំអ្នកបញ្ចុកជំនួសនិយាយទៅគេដាច់តម្លៃមួយយើងខ្ញុំចង់ទៅឲ្យចំណៃប្រប៉ែផ្សេងអីចឹងណាចាគឺមានចការមកជ្រៀតជ្រែកក្តីស្រឡាញ់ខ្ញុំមិនមែនជ្រៀតជ្រែកអីទេចង់បោកស៊ីហ្នឹងមើលទៅប្រហែលជាបោកក្រត់ពីខ្ញុំអស់ពីខ្លួនហ្មងបានឈប់តាក់តងមកខ្ញុំទៀតសត្វហ្នឹងឆ្លាតហ្មងដឹងថាខ្ញុំនៅមានក្រត់ទៀតឥឡូវខ្ញុំអស់ពីខ្លួនមែនតើអ្នកទាំងអស់គ្នានៅសល់តែម្ដើមកត់ហើយខ្ញុំនឹកឃើញកូនប្រប៉ែពីរនេះវាចេញមកអ្នកទាំងអស់គ្នាខ្ជូតខ្លាំងហ្មង ô lẹ quá vậy á anh sẽ tập biếng ô chả ai nè chả ai con mà ô sẵn đi cứ chưa mấy thằng rồi mới nữa ôi chân như nữa ô làm cứ mai bắt lăng lờiដែលពួកខ្ញុំចូលមកលេងឆ្មាហ្នឹងគឺដោយសារតែមានមេឃភ្លៀងអញ្ចឹងដូចមានមេឃភ្លៀងអញ្ចឹងដឹងតែគេយកទន្សាយឬក៏ឡាម៉ាអីហ្នឹងគេចូលនៅក្នុងទ្រុងរបស់ពួកវាវិញមើលពីចម្ងាយឃើញ colorful ពេកឥឡូវនោះគ្នាតាមមកចិត្តមិនដឹងថាហ្នឹងគឺជាខនតែលើសំឡេងគេស្រែកហ្នឹងខ្ញុំនេះភ័យបាត់ហើយដោយសារឲ្យខ្ញុំគិតថាដំបងវាអត់សាហាវទេប៉ុន្តែដល់ពេលខ្ញុំជិះហើយមិនដឹងថាហ្នឹងគឺវាសាហាវខ្លាំងដំបងបងទៅអាបបេតនហ្នឹងគាត់ថាអង្គុយនេះហើយខ្ញុំស្មានគាត់ចេះនិយាយខ្មែរតែគាត់ចេះនិយាយខ្មែរអញ្ចឹងបើខ្ញុំអង្គុយគៀនចុះខ្ញុំកាន់កាមេរ៉ាមកចំហៀខ្ញុំកាន់ដៃមកចំហៀចឹងមិនអង្គុយខ្ញុំសិតតែអង្គុយទី2វិញហើយអ្នកទាំងអស់គ្នាអើយគឺខ្ញុំស្រែកនិយាយថាស្ដេចក្តាមម៉ែក្តាមឪហ្មងគឺសាហាវខ្លាំងមែនតើដូចឡើងលើភ្នំឲ្យចុះលើភ្នំមកទាំងហងអញ្ចឹងនិយាយទៅវាខុសពីការរំពឹងទុករបស់ខ្ញុំគិតថាហ្នឹងវាគ្រាន់តែធម្មតាវាមិនដល់អ្នកថាគួរឲ្យខ្លាចយើងជិះមន់ហោះនៅសក់យើងណាប៉ុន្តែអត់ទេអានេះពវៀនអីហោះលើមេឃជីហណូអត់ចេះតែមកជីនេះមួយទៀតអ្នកទាំងអស់គ្នានេះលក្ខណៈគេហៅ slide rainbow អញ្ចឹងមានគ្រប់ពណ៌តែជីឡទេអ្នកទាំងអស់នេះជីពីនេះអត់កើតទេចេះតែប្រាប់ទៅខែឡអ្នកក្នុងវីដេអូដែលពងមើលនឹងចង់ជីពីនេះអីគាត់ប្រាប់ថាជីពីនេះអត់កើតទេជីបានតែម្នាក់ឯងអីចឹងណាគាត់មកគឺពួកខ្ញុំទៅមើលសត្វទៀតចាគឺទៅមើលសត្វអូតបដ ாய் អ្នកទាំងអស់នេះគាត់ដើរជើងចូលក្នុងនេះភ្លាមគឺវាយឌូបៃចូលខ្លួនបដ ாய் Habibi come to Dubaiចាឥឡូវនេះគឺទៅមើលសត្វនៅក្នុងក្តីស្មៃរបស់ខ្ញុំមួយទៀតហើយអ្នកនរគ្នាគឺសត្វ Capybara គឺខ្ញុំចង់ឃើញខ្លាំងមែនទែនដោយសារតែសត្វហ្នឹងវាលក្ខណៈ viral នៅក្នុង TikTok ខ្លាំងណាគេអត់ស្គាល់សត្វដែលអត់ឆ្លោះគ្នាជាមួយណាគេទាំងអស់សត្វដែលវាថាទៅនៅជាមួយកពើក៏កពើអត់ខំទៅនៅជាមួយមាន់ទៅនៅជាមួយទាទៅនៅជាមួយសត្វអីក៏វាត្រូវគ្នាជាមួយគេដែរគឺគេហៅថាសត្វសន្តិភាពហ្មងសត្វហ្នឹងហើយលក្ខណៈមុខគេម៉ងមុខស្មើដែលអត់ខ្វល់ជាមួយនឹងអ្នកមកមើលហ្មងគឺគេធ្វើមិនដឹងរូបរាងរបស់គេរត់ទំហំប្រព័ន្ធសត្វជីដែរណាអ្នកនរគ្នាហើយដៃជើងរបស់វាលក្ខណៈដូចជើងទាតិចដូចជើងមាន់តិចមកអ្នកទាំងអស់គ្នាខ្ញុំល្អសាច់ដៃវាតែអ្នកអស់គ្នាមើលដៃវាលក្ខណៈថាវាមានខ្វល់ពីមនុស្សមកមើលវាហ្មងមើលវាធ្វើមិនដឹងហ្មងវាអត់ទទួលស្វាគមន៍ណាគេទាំងអស់យើងហ្នឹងទៅមុខវាគឺស្នាថេងតែម្ដងខ្ញុំហៅវាអញ្ចឹងវាធ្វើធម្មតាប្រហែលជាវាស្ដាប់ភាសាខ្ញុំនិយាយអត់បានដឹងអូ looks like me
Hello xin chào អត់ទៅសើខ្វា xin chào ចាឥឡូវមកជួបសត្វដែលខ្ញុំចង់ឃើញមួយទៀតហើយអ្នកទាំងអស់គ្នាសត្វហ្នឹងខ្ញុំដាក់រសនាវាថាសត្វកំពូចោលហ្មងបើនៅស្រុកអាមេរិកនៅអូស្ត្រាលីអីហ្នឹងគឺវាថាចូលក្នុងផ្ទះណាគេហើយគឺរិះរកតទឹកខ្ទេចវាបាស៊ីរបស់ពេញហ្នឹងហើយមើលខ្ញុំគ្រាន់តែកាន់វាផ្លែអ្នកទាំងអស់គ្នាមើលគឺចោលខ្លាំងមែនតើក្នុងទាញរបស់ខ្ញុំមកទាញស្រែដៃផងអូហូយនិយាយតែអាផ្នែកខ្មៅហ្នឹងសមនឹងចរិតហ្មងពីលេងសត្វបានមកស្ទុះហើយអ្នកទាំងអស់គ្នាម្ដងភ្នែកបាញ់ព្រោះនេះតែកុំគាត់ថាបាញ់ត្រូវ100គ្រាប់តាមត្រូវ1គ្រាប់ហើយលេងយ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាកុំភ្លេច trend TikTok ប្រយ័ត្នអត់មានវីដេអូផងនិយាយទៅជាសារអីថ្មីទៅមនុស្សអត់ដែលបានដើរលេងសូម្បីតែជានេះគេឲ្យតបអីក៏ខ្ញុំស្ដាប់អត់បានដែរនិយាយរំតែភាសាហ្នឹងខ្ញុំពិបាកស្ដាប់មែនតើហ្មងគ្នាពេលនេះខ្ញុំខ្មាស់គេខ្លាំងណាស់ខ្ញុំជិះទៅបុកអាកន្លែងស្បូវនោះអូយហើយជន់បរទេសគេមើលមកខ្ញុំហើយគេរំនេះហោទៀតខ្ញុំនឹងខ្មាស់គេខ្លាំងហ្មងធ្វើឈើឯប៉ុន្តែខ្មាស់គេខ្លាំងបន្ទាប់ពីអស់អាហ្នឹងអត់អស់ចិត្តទៀតមកជិះឡានប៉ុណ្ណាទៀតអ្នកទាំងអស់គ្នារបស់គេគឺមានគេដាក់កាមេរ៉ាលើនឹងបានអញ្ចឹងមិនពេលខ្ញុំជិះឡានតែខ្ញុំថតបានអញ្ចឹង Treats, I know that you're gonna love them. Come eat my panties off of me. Do whatever. ហ្នឹងគឺពួកខ្ញុំអត់មាននំគ្នាទៅញ៉ាំអីនៅក្នុងហាងទេគឺសម្រាប់ចិត្តថាទិញអីយកមកធ្វើញ៉ាំខ្លួនឯងទៅទេបងគ្នាមើលផ្លូវមាត់នេះធំជាងក្តាប់ដៃខ្ញុំទៀតបន្ទាប់ពីទិញអីវ៉ាន់ហើយអស់ចិត្តអស់អីហើយអ្នកទាំងអស់គ្នាគឺខ្ញុំអត់នឹកស្មានថានៅវៀតណាមនេះរបស់ថោកមែនតើហ្មងបើថានៅខ្មែរប៉ុណ្ណឹងអីខ្ញុំអត់ជឿថាក្រោម100ទេហ្នឹងដូចជាអស់អត់ដល់50រៀលទេអ្នកទាំងអស់គ្នាក្បែរ50រៀលថា50រៀលហ្មងទៅហើយអីវ៉ាន់ចង់1លានមុខអ្នកទាំងអស់គ្នាមើលដូចក្នុងกระดาษហ្នឹងដឹងដល់ផ្ទះគ្នានងគ្នាដូរកៅអៅជួយគ្នាស្វិតស្វែងតែនិយាយរួមទៅសិនអ្នកសិតតនៅផ្ទះអីមិនដែលធ្វើទេចាដល់ពេលមកនេះវិញអូយចាដូចខ្ចប់ជុំគេនៅផ្ទះបកាយឆុងមីធ្វើមីទៅចាណាគេនៅផ្ទះបកាយហិនសัตว์ណាគេនៅផ្ទះបកាយជៀនមន់អីចាគឺនាំគ្នាធ្វើណាគេចេះអីគឺធ្វើនឹងទៅបានឲ្យតែបានញ៉ាំជុំគ្នាហើយសមិទ្ធផលគឺបានមកតក់ធំនេះណាតនេះនឹងស្អីខ្លះនេះយកអត់តន់មកអស់ហើយណារបស់របរគឺច្រើនចាហ្នឹងហើយគឺជាការជួបជុំរបស់ Gen Z ចាមានអីក្រៅពីសាច់អាំងហ្នឹងទេអីក៏ដោយចាឲ្យតែលឿនចាដូចមីទឹកពុកគីអីនេះអូយនិយាយរំទៅសិតតែរបស់ fast food មកខ្ញុំច្រឡំថាអត់ឆ្ងាញ់ណាចាខ្ញុំរ៉ាត់ឲ្យ10លើ10ឆ្ងាក់ដៃមិត្តភក្តិខ្ញុំទាំងអស់គ្នានេះចាទោះអត់ឆ្ងាញ់ក៏ខ្ញុំថាឆ្ងាញ់ដែរឲ្យបានញ៉ាំជុំគ្នាចឹងគឺឆ្ងាញ់អស់អ្នកនរនេះឃើញខ្ញុំពាក់កៅអៅច្រើនជាន់ហ្នឹងគឺត្រជាក់ខ្លាំងណាស់គឺចង់និយាយថានិយាយឡើងបាច់ផ្សែងហើយអត់ដឹងមានណាគេដូចខ្ញុំទេខ្ញុំគឺបើថាឲ្យត្រជាក់រៀងផឹកតកអីច្រើនអីហ្នឹងគឺផ្ដាសាយហ្នឹងគឺលឿនខ្លាំងមែនរៀងសង្ស័យខ្លួនឯងថាខ្លួនឯងប្រហែលជាខ្យល់អីដោយសារតែដើររហូតស្រាប់មានអ្នកនរគ្នាថ្ងៃស្អែកឡើងគឺខ្យល់ប៉ិតហ្មងហើយអ្នកទាំងអស់គ្នាមើលប្លុកខ្ញុំអ្នកក្រោយទៅថាឃើញមុខខ្ញុំរៀងជោហ្មងដោយសារអីគឺខ្ញុំផ្ដាសាយធំហើយខ្ញុំបើកភ្នែកក៏ធួចទេផ្ដាសាយធំហ្នឹងគឺឈឺក្បាលខ្លាំងហ្មងអ្នកទាំងអស់គ្នាlại mai anh lên anh thầy anh này anh này nó mà mình tay tay tiếp tục rồi như si bên ngoài lên ខ្ញុំសុំទៅសារពីចំណុចល្អរបស់មិត្តភក្តិរបស់ខ្ញុំឲ្យទៅពេលគាត់អាំងសាច់ឆ្អិនអីចឹងគឺគាត់ចាប់ឲ្យខ្ញុំពេញចានហ្មងខ្ញុំស្រឡាញ់ទង្វើហ្នឹងខ្លាំងប៉ុន្តែអ្នកនរគ្នាត្រូវចាំថាបើសិនជាយើងរំពឹងគេចង់ឲ្យគេធ្វើទង្វើអញ្ចឹងមកឲ្យយើងឯងគឺយើងត្រូវធ្វើទង្វើចង់ឲ្យគេដែរមិនមែនយើងរំពឹងតាមម្ខាងហើយគិតថាគេអត់ធ្វើអញ្ចឹងដាក់ហេតុអីមកពីយើងអត់ចាប់ផ្ដើមធ្វើដាក់គេមុនប៉ុន្តែមិនមានន័យថាអ្នកនរគ្នាធ្វើដាក់គេច្រើនដងហើយគេអត់ធ្វើអញ្ចឹងវិញហើយអ្នកទាំងអស់គ្នាដែលធ្វើអញ្ចឹងទៅរហូតទៅអញ្ចឹងយើងប្រែទៅខ្លាចទៅជាមនុស្សល្ងងវិញហេតុអីបើខ្ញុំនិយាយចឹងដោយសារតែស្ថានភាពនឹងធ្លាប់ជួបហើយពេលខ្លះយើងខំធ្វើល្អគេធ្វើប៉ុន្តែយើងធ្វើខុសមនុស្សខ្លះទៅយើងធ្វើល្អតែមិនបាច់ក៏វាអត់មានបានមកវិញដែរ The Last Day 3របស់យើងចប់ដំណឹងហើយជួបគ្នានៅវគ្គក្រោយ